video នេះគឺខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាតើតើជាមួយនឹងការចាប់ផ្ដើមនៅក្នុងការទិញនៅប្រភេទពួក meme coin អញ្ចឹងបើសិនជាយើងចង់ទិញវាអ្នកទាំងអស់គ្នាត្រូវតែមាន decentralized wallet មួយគឺឈ្មោះថា Phantom អញ្ចឹងដូចតែនៅក្នុង BSC scan ឬក៏ Ethereum ឬក៏អីចឹងទៅអញ្ចឹងនៅក្នុង BSC scan យើងភាគច្រើនយើងតែងតែប្រើ Trust Wallet ឬក៏យើងប្រើនៅ MetaMask ឯជាដើមអញ្ចឹងណាហ្នឹងហើយអញ្ចឹងมันខុសគ្នាអំពី blockchain BNB Smart Chain ទេมันខុសគ្នាអំពី Ethereum Chain ទេនៅក្នុង Solana Chain ក៏ដូចគ្នាដែរ blockchain នៅក្នុង network Solana ក៏ត្រូវមាននៅ wallet មួយដើម្បីធ្វើការបាទ store ឬក៏រក្សាទុកនៅ asset ទាំងអស់ហ្នឹងមានដូចជា crypto មានដូចជា NFT អីចឹងជាដើមអញ្ចឹងណាហ្នឹងហើយអញ្ចឹងនៅក្នុង Phantom គឺវា support ទៅលើ network Solana ហើយ Solana ក៏អាច support ជាមួយនឹង Trust Wallet មួយ MetaMask អីដូចគ្នាក៏ប៉ុន្តែជាទូទៅគេប្រើគឺគេតែងតែប្រើ Phantom ដើម្បីធ្វើការ store ឬក៏រក្សាទុកនៅ meme coin អញ្ចឹងណាអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងទៅទាំងអស់គ្នាសម្រាប់អ្នកប្រើ Android គឺចូលទៅកាន់ Play Store សម្រាប់អ្នកប្រើ iOS គឺចូលទៅកាន់ App Store ហើយវាយពាក្យថា Phantom បាទវាយតាមខ្ញុំអញ្ចឹងមក Phantom Wallet នេះបាទតែអ្នកនរគ្នានឹងឃើញមានរូបបាទបែបនេះហើយអ្នកនរគ្នាសូមធ្វើការចុច install មកសម្រាប់អ្នកដែលអត់ទាន់បាន install គឺវានឹង load ឲ្យ confirm ដើម្បី install ម្ដងទៀតហ្នឹងហើយអញ្ចឹងសម្រាប់ខ្ញុំធ្លាប់ install ម្ដងហើយដោយសារតែខ្ញុំលុបចេញវិញដើម្បីធ្វើជា tutorial នេះសម្រាប់បងប្អូនយើងមើលអញ្ចឹងនៅពេលដែលយើង download ពេញហើយយើងត្រឡប់មកកាន់ home screen យើងវិញមកបាទអញ្ចឹងរងចាំវាបន្តិចទៅក្រោយពេលដែលយើងធ្វើការ download រួចហើយបងប្អូនអរគ្នា click លើវាមកនៅក្នុងទីនេះគឺបងប្អូនទាំងអស់គ្នាអាចធ្វើការបាទចុច agree ហើយ create a new wallet នៅក្នុងនេះគឺវាមានពីរ option គឺ option ទី1តាក់ទងជាមួយនឹង I already have a wallet ហើយនឹង create a new wallet អញ្ចឹងសម្រាប់បងប្អូនយើងថ្មីអត់មាន wallet ទេគឺយើងបង្កើត new wallet អញ្ចឹងនៅពេលដែលយើង click new wallet វាទាមទារឲ្យយើងមានពីរ option គឺទី1 continue with email ហើយទី2គឺ create a seed phrase wallet ជាទូទៅនៅក្នុងប្រព័ន្ធ decentralized គឺគេមិនដែលបង្កើតជាមួយ email ទេគេខ្លាចថានៅពេលដែលមានគេ hack យក email ហ្នឹងបានគឺវាអាចនឹងមានហានិភ័យប៉ុន្តែជាទូទៅបើសិនជាយើងចេះរក្សានៅបាទប្រព័ន្ធសុវត្ថិភាពនៅលើ email របស់យើងក៏យើងអាចប្រើជាមួយនឹង email ទៅតែបើសិនជាអត់ទេយើងអាចប្រើជាមួយនឹងបាទពាក្យ12ឬក៏គេហៅថា secret word នឹងឯង secret phrase នឹងឯងដើម្បីធ្វើការ install នៅពេលដែលយើងត្រូវការ log in ចូលទៅកាន់ wallet ណាមួយទៀតចឹងទៅនៅក្នុង device ណាមួយផ្សេងទៀតចឹងទៅអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំបង្ហាញតែតាក់ទងជាមួយនឹង a seed phrase wallet ទេអញ្ចឹង create ចុចអាហ្នឹងមកបាទចុចអា seed ហ្នឹងមកខាងក្រោមនឹង option ទី2ហ្នឹងបន្តមកទៀតវាសួរយើងថា protect your wallet នៅក្នុងលក្ខខណ្ឌនេះគឺបានន័យថា protect នៅលើ device របស់យើងនឹងឯងបានន័យថានៅលើ iPhone នៅលើ Android របស់យើងហ្នឹងបើសិនជាយើងចង់ធ្វើការបាទខ្ញុំមិនដឹងថា Android វាមានកន្លែង face ឬក៏ scan កញ្ចៅដៃអីទេព្រោះដោយសារតែខ្ញុំអត់មាន Android ប្រើទេខ្ញុំប្រើតែ iOS អញ្ចឹងគឺសម្រាប់អ្នកដែល Android គឺអាចធ្វើការបាទ scan កញ្ចៅដៃ scan អីចឹងទៅហ្នឹងហើយអញ្ចឹងខ្ញុំបើកមុខងារ scan មុខអញ្ចឹងនៅពេលដែលវា scan មុខខ្ញុំរួចរាល់ហើយខ្ញុំធ្វើការចុច next បន្ទាប់មកវាបង្ហាញពាក្យ12ឲ្យបងប្អូនឃើញណាអញ្ចឹងពាក្យ12ហ្នឹងគឺសំខាន់ណាស់សម្រាប់បងប្អូនយើងដែលអត់យល់កន្លែងហ្នឹងអាចនឹងត្រូវបានបាត់បង់ asset របស់យើងទ្រព្យសម្បត្តិដែលរក្សាទុកនៅក្នុង decentralized wallet គឺអត់មានពីណាគេមកធានាឲ្យយើងទេបានន័យថាគឺយើងជាអ្នករក្សាទុកវាដោយខ្លួនឯង
ពាក្យ12គឺជាកូនសោសម្រាប់ចាក់ចូលទៅប្រើប្រាស់ wallet របស់យើងបើទោះជា wallet របស់យើងប្រើក៏ដោយហើយបើសិនជាក្នុងករណីយើងចង់ log in ទៅកាន់ wallet ទៅកាន់ device ផ្សេងទៀតដូចជា computer ដូចជា new device នៅលើទូរស័ព្ទដៃផ្សេង iPad ឬក៏ Android ឬក៏អីចឹងទៅចឹងពាក្យ12វាអាចចូលទៅធ្វើការ recover ឬក៏អាច log in ចូលទៅក្នុងទាំងអស់នោះបានអញ្ចឹងណាអញ្ចឹងពាក្យ12ដើម្បីរក្សាឲ្យវាមានសុវត្ថិភាពគឺដាច់ខាតសូមកុំរក្សាវានៅលើ online ឲ្យសោះដូចជា Telegram ដូចជា Google Drive ដូចជាអីទាំងអស់ហ្នឹងកុំរក្សាវាទុកនៅលើហ្នឹងក្នុងករណីបងប្អូនមាន asset ច្រើនមានទ្រព្យសម្បត្តិមានកាក់ crypto មាន NFT អីច្រើនណាអញ្ចឹងដាច់ខាតកុំរក្សាទុកនៅលើប្រព័ន្ធ online ឲ្យតតែសោះគឺរក្សាទុក offline សរសេរវាជាសរសេរដៃតែម្ដងបាទសរសេរដៃតែម្ដងបន្ទាប់មកពេលទៅសរសេរដៃហើយបងប្អូនទាំងអស់គ្នារក្សាกระดาษនឹងទុកឲ្យបានស្រួលបួលដូចប្លង់ដីយើងអញ្ចឹងបាទបើសិនជាក្នុងករណីប្លង់ដីបើបាត់អាចទៅស្នើនៅអាជ្ញាធរដើម្បីធ្វើការបង្កើតថ្មីបានក៏ប៉ុន្តែពាក្យ12តែបាត់ហើយគឺអំបិលហើយអាហ្នឹងអញ្ចឹងណាសូមបញ្ជាក់កន្លែងហ្នឹងឲ្យច្បាស់អញ្ចឹងរក្សាវាទុកឲ្យបានត្រឹមត្រូវបើជាយោបល់របស់ខ្ញុំចាវាទុកដូចចាយន់ទៅហ្នឹងហើយចាវាទុកអាហ្នឹងក្នុងករណីយើងគិតថាយើងចង់យក wallet ហ្នឹងជា wallet សម្រាប់រក្សាទ្រព្យសម្បត្តិរបស់យើងជានិរន្តរ៍ណាហ្នឹងហើយអ្នកនរគ្នាអាចយកអាពាក្យ12ហ្នឹងទៅចានៅក្នុងបាទឆ្លាក់វានៅលើកថាឬក៏ឆ្លាក់នៅលើដែកណាមួយទៅរក្សាវាទុកឲ្យបានយូរកុំឲ្យជិះវាងមានការបាត់បង់ត្រូវទឹកភ្លើងឆេះអីចឹងណាហ្នឹងហើយអញ្ចឹងអាហ្នឹងគឺរបៀបនៅក្នុងការរក្សាហើយមួយទៀតគឺតកតងជាមួយនឹងដូចជា ledger hardware សម្រាប់ store ពាក្យ12អីទាំងអស់ហ្នឹងអញ្ចឹងសម្រាប់ beginner មិនសូវជាយល់អាហ្នឹងប្រហែលទេអញ្ចឹងគឺអាច skip កន្លែងហ្នឹងសិនអាហ្នឹងចូលរៀងជ្រៅតិចប៉ុន្តែជាយោបល់របស់ខ្ញុំគឺធ្វើម៉េចរក្សាវា offline សិនទៅសរសេរនៅក្នុងกระดาษធម្មតាហើយរក្សាវាទុកឲ្យបានត្រឹមត្រូវអញ្ចឹងពេលដែលបងប្អូនសរសេររួចរាល់ហើយបងប្អូនចុច OK I save it somewhere ហើយបន្ទាប់មក click yes បន្តមកទៀតគឺត្រូវបាន wallet ត្រូវបានបង្កើតចុចពាក្យ get started នៅពេលដែលយើងចុចលើពាក្យ get started ចឹងមកវានឹងទាមទារវានឹងសួរយើង get instant update បើសិនជាយើងមិនចង់ឲ្យវាលឺសំឡេងទេយើងចុច not now តែបើសិនជាយើងចង់ទទួលបានការ update ផ្សេងយើងអាចចុចលើ enable ហើយចុច allow មកបន្ទាប់មកបងប្អូនទាំងអស់គ្នានឹងទទួលបាននៅ wallet តកតងជាមួយនឹង Phantom នេះគឺនៅក្នុង blockchain Solana អញ្ចឹងណាហ្នឹងហើយអញ្ចឹងវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញអំពីរបៀបនៅក្នុងការទទួលហើយនឹងការបាញ់ចេញបើសិនជាយើងទាំងអស់គ្នាចង់ធ្វើការទទួល Solana ចេញពីនេះណាចេញពីឧទាហរណ៍ថាបងប្អូនទាំងអស់គ្នាទិញនៅក្នុង Binance អញ្ចឹងបងប្អូនទាំងអស់គ្នា convert USDT របស់បងប្អូនទៅជា Solana មកបន្ទាប់មក copy address ខាងក្រោមនេះឬក៏ scan យើងបើសិនយើងមាន2 device យើងអាចធ្វើការ scan តែម្ដងក៏បានដែរ scan ទៅវានឹងធ្វើការ load address ហ្នឹងចូលដើម្បីធ្វើការបាញ់ withdraw ចេញនៅក្របកាក់ Sol ហ្នឹងមកអញ្ចឹងបើសិនជាអត់ទេបើសិនបងប្អូនអាច copy address ខាងក្រោមនេះដើម្បីធ្វើការបាទ transfer មកក៏បានដែរអញ្ចឹងណាហ្នឹងហើយអញ្ចឹងនេះគឺជាវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញអំពីរបៀបធ្វើទាំងអស់ហ្នឹងឲ្យបានត្រឹមត្រូវបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងសិនសូមអរគុណ